រៀបសួរបងប្អូនអរគ្នាចឹងថ្ងៃនេះជួបជាមួយខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំចង់និយាយព័ន្ធជាមួយនឹងរឿងមួយចំនួនដែលនៅក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជារបស់យើងកំពុងតែជួបនៅបញ្ហាសង្គ្រាមដែលសៀមធ្វើការឈ្លានពានមកលើទឹកដីកម្ពុជារបស់យើងអញ្ចឹងបងប្អូនអ្វីដែលខ្ញុំចង់និយាយក្នុងវីដេអូនេះការចែករំលែកពាក់ព័ន្ធជាមួយនឹងវីដេអូមិនពិតវីដេអូ AI ជាវីដេអូបំពុលដែលធ្វើឲ្យបងប្អូនរបស់យើងទាំងអស់គ្នាមានការផិតភ័យនិងព្រួយបារម្ភគឺបងប្អូនដែលគាត់ធ្វើការចែករំលែកវីដេអូ AI បាទខ្ញុំជឿថាបងប្អូនរបស់យើងមួយចំនួនគាត់ចាប់បានទេពាក់ព័ន្ធជាមួយនឹងព័ត៌មានខ្លះដែលខាងសៀមគេផលិតចេញមកពាក់ព័ន្ធជាមួយនឹងវីដេអូ AI រូបភាព AI ដែលនិយាយអំពីតបរបស់យើងត្រូវបានគេបាញ់និយាយអំពីលានដ្ឋានរបស់យើងត្រូវបានគេកំទេចនិយាយអំពីទឹកដីយើងមួយចំនួនត្រូវបានគេកាន់កាប់ខ្ញុំជឿថាបងប្អូនទាំងអស់ដែលគាត់បានចែករំលែកនោះគឺគាត់ពិតជាមិនអាចតាមទាន់បានគាត់ចែករំលែកគាត់គិតថានោះជាវីដេអូពិតនិងជារូបភាពពិតអញ្ចឹងយើងធ្វើការសង្កេតមើលឲ្យច្បាស់ឲ្យយល់មុននឹងយើងធ្វើការចែករំលែកជៀសវាងក្នុងការចែករំលែកព័ត៌មានคล้ายៗដែលជាគេហៅថាព័ត៌មានចារកម្មព័ត៌មានដែលធ្វើឲ្យយើងមានការព្រួយបារម្ភព័ត៌មានដែលធ្វើយើងបាក់ទឹកចិត្តអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនបងប្អូនអរគ្នាដែលបានតាមដានហើយខ្ញុំជឿថាបងប្អូននឹងយល់ពីអ្វីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូមួយនេះសម្រាប់ខ្ញុំអរគុណខ្ញុំសូមជម្រាបលា